សួស្តីអ្នកទាំងអស់គ្នាដែលនិយមតាមដានកំសាន្តការសម្រាយរឿងថ្ងៃនេះដែរខ្ញុំបានលើកយករឿងមួយដែលមានចំណងជើងថាកំបិតសម្រាប់នេះយកមកចែកជូនទស្សនាកំសាន្តទាំងអស់គ្នាហើយនេះគឺជាវីដេអូដំបូងដែលខ្ញុំធ្វើការសម្រាយរឿងបើពេញចិត្តសូមបងប្អូនជួយចុច Subscribe ម្នាក់មួយផងសាច់រឿងរបស់យើងនិយាយអំពីភាពរស់រាននៅក្នុងពិភពគុណដែលបង្កឡើងដោយបរិសម្នាក់ដែលមានឈ្មោះថាឆាងខុនដែលបណ្ដាលឲ្យតួឯករបស់យើងដែលមានឈ្មោះថាចាងអូជីត្រូវព្រាត់ប្រាសគ្រួសារតាំងពីខ្លួននៅកុមារភាពចង់ដឹងថាខ្សែជីវិតតួឯករបស់យើងកំសត់ជូរចត់វេទនាយ៉ាងណាសូមតាមដានជាមួយខ្ញុំដូចតទៅសាច់រឿងបានដំណើរថាអ្នកក្លាហានខ្វាងជីងនៅក្រុងសៀងយ៉ាងបានបង្កើតដាវរ៉ូលីននិងកំបិតសម្លាប់នេះពីដៃខ្មៅរបស់យ៉ាងគួរដែលគេដឹងថាអាវុធទាំងពីរនេះគឺមានវេទមន្តខ្លាំងក្លាគ្មានគូប្រៀបដាវរ៉ូលីនគឺជាកម្មសិទ្ធិរបស់ប៉ាអឺមីរីឯកំបិតសម្លាប់នេះត្រូវបានគ្រប់គ្រងដោយស្ដេចតោគាត់បានសម្លាប់មនុស្សជាង100នាក់ព្រោះតែតោស្វែងរកឆាងខុនបន្ទាប់ពីស្ដេចតោខ្វាក់ភ្នែកប្អូនធររបស់គាត់ឈ្មោះចាងឆុយសានមកពីប៉ាអ៊ូតាំងបាននាំគាត់ទៅកោះតកភ្នំភ្លើងភាគខាងជើងបំផុតនៅទីនោះចាងឆុយសាននិងយីនស៊ូស៊ូបានបង្កើតកូនប្រុសម្នាក់ឈ្មោះចាងវូជីហើយនេះគឺជាក្រុមគ្រួសាររបស់ចាងវូជីពួកគេកំពុងតែលាស្ដេចតោដើម្បីត្រឡប់ទៅភូមិភាគកណ្ដាលស្ដេចតោបានលួចយំព្រោះតែអាឡោះអាល័យនឹងគ្រួសារដែលធ្លាប់រស់នៅជួបជុំគ្នានៅតាមផ្លូវធ្វើដំណើរឈួយសានបាននិយាយទៅកាន់ប្រពន្ធមិនឲ្យបែកធ្លាយព័ត៌មានដែលស្ដេចតោរស់នៅទីនេះនោះទេវាអាចបណ្ដាលឲ្យគាត់មានគ្រោះថ្នាក់វូជីកំពុងមើលក្មេងស្រីម្នាក់ដែលនាងយំមើលម្ដាយកំពុងឈឺហើយពេលនោះគាត់បានឲ្យបន្តោងគុជមួយដើម្បីលួងនាងក្រោយពីគ្រួសារចាងឈុយសានចាក់ចេញទៅមាននារីប៉ាអឺមី2នាក់បានមកចាប់ក្មេងស្រីកំសត់ចេញពីម្ដាយរបស់នាងបន្តិចក្រោយមកដូនជីមីវជាដែលជាមេប៉ាអឺមីបានមកសម្លាប់ម្ដាយក្មេងស្រីកំសត់នោះព្រោះនាងជាកូនសិស្សរបស់គាត់ដែលបានប្រព្រឹត្តខុសច្បាប់ប៉ាដូនជីរូបនេះពិតជាអាក្រក់និងចិត្តដាច់ខ្លាំងមែនទែនភ្នំវូតាំងហើយនេះគឺជាលោកគ្រូចាន់សានហ្វុងគាត់កំពុងអុជធូបព្រោះថ្ងៃនេះជាថ្ងៃខួបគម្រប់100ឆ្នាំរបស់គាត់ពេលនោះវូជីសួរម្ដាយថាហេតុអ្វីបានជាមានមនុស្សជាច្រើនមករកឪពុករបស់គេនៅវូតាំងពេលនោះស៊ូស៊ូប្រាប់ថាពួកគេមកចូលរួមពិធីគម្រប់ខួបតារបស់កូនប៉ុន្តែវាជាលេសរបស់គេដើម្បីស៊ើបសួរទីតាំងឪពុកធម៌របស់កូនតែប៉ុណ្ណោះព្រឹទ្ធាចារ្យចារ្យបានចេញមកស្វាគមន៍មេប៉ានានាទាំង6ប៉ាធំដូនជីមីវជានិយាយថាស្ដេចតោនិងយិនស៊ូស៊ូគឺជាមនុស្សមកពីប៉ាបិសាចប្រសិនបើឈុយសានប្រាប់ពីកន្លែងលាក់ខ្លួនរបស់ស្ដេចតោនោះពួកគេនឹងពិចារណាអភ័យទោសឲ្យឈុយសានក៏សើចរួចនិយាយថាមនុស្សនៅទីនេះគ្មាននរណាម្នាក់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបែងចែកភាពល្អនិងភាពអាក្រក់បាននោះទេស្ថានភាពកំពុងតែតានតឹងស្រាប់តែព្រឹទ្ធាចារ្យសៀនមីងទាំងពីរបានលួចចូលក្នុងសំណាក់ស៊ូស៊ូបានប្រាប់ឲ្យវូជីរត់ហើយនាងក៏ធ្វើការប្រយុទ្ធជាមួយអ្នកទាំងពីរនោះការប្រយុទ្ធក៏ចាប់ផ្ដើមឡើងយ៉ាងស្វិតស្វាញប៉ុន្តែស៊ូស៊ូម្នាក់ឯងនាងមិនអាចឈ្នះព្រឹទ្ធាចារ្យទាំងពីរនោះបាននោះទេបុរសម្នាក់បានដេញចាប់វូជីរហូតបានសម្រេចរបស់វូជីបានធ្វើឲ្យលោកគ្រូចាងសានហ្វុងប្រញាប់ទៅជួយចៅរបស់គាត់ព្រឹទ្ធាចារ្យសៀនមីងបានប្រើបាតដៃទៅកកប៉ុន្តែវាមិនអាចធ្វើអ្វីលោកគ្រូចាងសានហ្វុងបាននោះទេពេលនោះអាចារ្យសំអុយម្នាក់ក៏បានចាប់វូជីយកមកគំរាមដើម្បីដោះដូរជាមួយគ្នាគេដែលនៅក្នុងដៃរបស់លោកគ្រូចាងប៉ុន្តែស្របពេលដោះដូរនោះអាចារ្យម្នាក់បានវាយវូជីត្រូវមួយដៃហើយពួកគេក៏រត់បាត់ទៅពេលនេះទាំងម្ដាយនិងកូនមានពឹសតកកនៅក្នុងខ្លួនដូចគ្នាលោកគ្រូចាងក៏នាំម្ដាយនិងកូនចេញមកក្រៅឃើញភ្លាមឆុយសានក៏រត់មកមើលកូននិងប្រពន្ធហើយគាត់និយាយថាចង់ដកខ្លួនចេញពីពិភពគុណហើយផ្ដាំគ្រូរបស់គាត់ឲ្យជួយមើលថែស៊ូស៊ូនិងវូជីផងនៅចំពោះមុខប៉ាទាំង6គាត់បានប្រកាសថាចាប់ពីថ្ងៃនេះតទៅគាត់បានដកខ្លួនចេញពីប៉ាវូតាំងហើយបើនរណាម្នាក់ចង់សងសឹកនឹងស្ដេចតោអាចមករកគាត់ជំនួសបានពេលនោះមនុស្សជាច្រើនបានមកឃុំព័ទ្ធឈុយសានហើយវាប្រហារគាត់ដោយមិនប្រណី
ទោះបីជាមនុស្សខ្លាំងប៉ុណ្ណាក៏មិនអាចយកឈ្នះមនុស្សជាច្រើនបាននោះដែររកពេលជួយសានកំពុងអន់ថយកម្លាំងដូនជីមៀវជាបានយកដាវទៅវឺលីនមកវាយប្រហារគាត់បន្ថែមទៀតពេលនោះលោកគ្រូចាងបានទៅជួយសានហើយទះដូនជីមួយដៃឲ្យគាត់របូតដាវទីបំផុតជួយសានបានស្លាប់នៅចំពោះមុខបាក់ទាំង6បន្ទាប់ពីឃើញសិស្សសំណប់ចិត្តត្រូវបានស្លាប់នៅចំពោះមុខលោកគ្រូចាងពិតជាមានការជឿចាប់ខ្លាំងណាស់គាត់ស្រែកទាំងសម្រែកឈឺចាប់និងបាក់ទាំង6ឲ្យចុះពីលើភ្នំវូតាអធិពលក្បាច់គុណរបស់លោកគ្រូចាងសានហ្វុងពិតជាខ្លាំងមិនធម្មតាមែនធ្វើឲ្យមនុស្សទាំង6បាក់រត់ចែកជើងគ្នាថ្ងៃបន្ទាប់លោកគ្រូចាងបានខិតខំបន្សាបជាតិពឹសទឹកកកនៅលើខ្លួនរបស់វូជីយើងឃើញថាគាត់ពិតជាយកចិត្តទុកដាក់ចំពោះវូជីខ្លាំងណាស់អធិពលនៃពឹសទឹកកកបានធ្វើឲ្យអ្វីៗនៅទីនោះក៏កកផងដែរការប្រឹងប្រែងកម្ចាត់ជាតិពឹសរបស់លោកគ្រូចាងមិនអាចជួយវូជីឲ្យជាសះស្បើយបាន 100% ទេវាបានត្រឹមតែ 20 ទៅ 30% ប៉ុណ្ណោះគាត់និយាយថារបួសរបស់វូជីលុះត្រាតែមានគម្ពីរនៅវត្តសៅលិញទើបអាចជួយគេបានបន្ទាប់មកលោកគ្រូចាងបាននាំវូជីចូលបណ្ណាល័យដើម្បីរៀបចំសៀវភៅរំពេចនោះវូជីក្រឡេកឃើញគម្ពីរមួយក្បាលលុះម៉ោងបាយបានមកដល់វូជីបានដើរទៅតុអាហារប៉ុន្តែសិស្សម្នាក់មិនអនុញ្ញាតឲ្យគាត់អង្គុយរួមតុជាមួយនោះទេពេលនោះមានសិស្សម្នាក់បានហៅវូជីទៅអង្គុយជាមួយប៉ុន្តែគេម្នាក់នោះគ្រាន់តែចង់ធ្វើបាបវូជីដើម្បីសើចសប្បាយប៉ុណ្ណោះហើយគេនិយាយថាអ្នកមិនគួរមកញ៉ាំអាហារនៅទីនេះទេអ្នកនិងម្ដាយរបស់អ្នកគួរតែទៅឲ្យឆ្ងាយពីវូតាំងនិងនិយាយប្រមាថម្ដាយវូជីជាខ្លាំងរហូតដល់វូជីទ្រាំមិនបានពួកគេក៏មានវិវាទនឹងគ្នាប៉ុន្តែដំបូងវូជីមិនបានតដៃនោះទេប៉ុន្តែដោយសារខ្លាចម្ដាយមានគ្រោះថ្នាក់គេក៏បញ្ចេញស្នាដៃយើងឃើញថាក្បាច់គុណរបស់វូជីគឺខ្លាំងមិនធម្មតានោះទេហើយពីអ្នកម្ដាយនិងកូនក៏ចាក់ចេញពីវូតាំងវូជីនិងម្ដាយបានត្រឡប់ទៅកោះភ្នំភ្លើងវិញដោយទ្រាំទ្រនឹងឥទ្ធិពលពឹសទឹកកកមិនបានម្ដាយវូជីក៏បានស្លាប់តាមផ្លូវធ្វើដំណើរវូជីត្រឡប់ទៅដល់កោះទឹកកកវិញតែម្នាក់ឯងនៅទីនេះវូជីព្យាយាមហ្វឹកហាត់ក្បាច់គុណខ្លាំងណាស់ក្រោមការណែនាំរបស់សម្ដេចតោត្រឹមរយៈពេលកន្លះឆ្នាំជាតិពឹសទឹកកកនៅក្នុងខ្លួនរបស់វូជីក៏ត្រូវបានបន្សាបអស់ហើយវូជីព្យាយាមហ្វឹកហាត់16ឆ្នាំពេញរហូតស្ទាត់ជំនាញក្បាច់គុណគ្រប់ប្រភេទទើបបដិញ្ញាត្រឡប់ទៅភូមិភាគកណ្ដាលវិញ17ឆ្នាំក្រោយមកនៅហាងតែមួយកន្លែងនៃភូមិភាគកណ្ដាលអាចារ្យពីរនាក់កំពុងនិយាយអាក្រក់អំពីចាងឈុយសាននិងអ៊ីនស៊ូស៊ូពេលនោះឪឡឹកមួយផ្លែបានគប់ចំកណ្ដាលមុខអាចារ្យសំអុយនោះដោយស្នាដៃនារីស្រស់ស្អាតម្នាក់ដែលមានឈ្មោះថាសាវចាវអាចារ្យទាំងពីរក៏តាមវាយប្រហារស្រីតូចសាវចាវដែលលំពេនពិតជាគ្មានភ្នែកមែនទីបំផុតយើងបានឃើញសម្រស់សាវចាវពិតប្រាកដស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់វូជីក៏ចេញមកជួយសាវចាវពេលនោះសាវចាវសួរថាហេតុអ្វីបានជាវូជីជួយនាងវូជីមិនបានឆ្លើយនោះទេបន្តមកពួកគេក៏បានធ្វើការណែនាំខ្លួនគ្នាទៅវិញទៅមកវូជីប្រាប់ថាគាត់ឈ្មោះចាងអានីវដោយបិទបាំងអំពីប្រវត្តិពិតរបស់គាត់យប់ឡើងពួកគេទាំងពីរបានលួចស្ដាប់ព្រះនាងចៅមាននិងឆាងខុនពិភាក្សាគ្នាទើបដឹងអំពីឧបាយដែលព្រះនាងរៀបចំគម្រោងវាយប្រហារគងមីងទីងរំពេចនោះឆាងខុនដឹងថាមានអ្នកលួចស្ដាប់ហើយពួកគេក៏បើកការវាយប្រហារតែម្ដងទៅវូជីបានចាប់ព្រះនាងយកមកគំរាមហើយគេក៏បានចេញពីទីនោះបានសម្រេចការប្រយុទ្ធមុននេះសាវចាវបានត្រូវពឹសទឹកកកដូចជាវូជីកាលនៅពីក្មេងផងដែរវូជីបាននឹកស្រមៃកាលឪពុកម្ដាយនៅរស់ពេលនោះសាវចាវសួរថាតើលោកគ្រូវ័យក្មេងកំពុងគិតអ្វីវូជីនិយាយថាហេតុអ្វីបានជាហៅគេថាជាលោកគ្រូវ័យក្មេងសាវចាវប្រាប់ថាមកពីវូជីបានជួយជីវិតរបស់នាងទើបនាងហៅលោកគ្រូវ័យក្មេងហើយពួកគេនឹងបន្តដំណើរទៅកងមីងទីងដើម្បីយកដំណឹងអាក្រក់អំពីគម្រោងការវាយប្រហាររបស់ព្រះនាងទៅប្រាប់យ៉ាងសៀវនៅតាមទូកធ្វើដំណើរក៏មានសិស្សស្រីមួយក្រុមរបស់ប៉ាអឺមីនៅទីនោះផងដែរពេលនោះវូជីបានក្រឡេកឃើញបន្តអង្គុញ
ដែលគាត់ធ្លាប់ឲ្យក្មេងស្រីកំសត់ម្នាក់វូជីស្គាល់នាងប៉ុន្តែនាងមិនបានស្គាល់វូជីនោះឡើយពីព្រោះវូជីប្រើឈ្មោះចាងអានីវសិស្សស្រីមួយក្រុមនោះកំពុងធ្វើដំណើរទៅកងមីងទីងស្របពេលវូជីកំពុងទៅទីនោះដែរពួកគេក៏រួមដំណើរជាមួយគ្នាលុះមកដល់ជើងភ្នំកងមីងទីងពួកគេក៏លាគ្នានៅទីនេះយើងក៏បានដឹងដែរថាបកទាំង6បាននាំគ្នាមកវាយប្រហារកងមីងទីងក្រោមអបាយកលរបស់ឆាងខុនកំពុងបញ្ចុះបញ្ចូលបកទាំង6ឲ្យវាយប្រហារកងមីងទីងឲ្យឆាប់ហើយចោទថាជាបកបិសាចពេលនោះដែរដាច់ប្រជីវដែលមកពីកងមីងទីងបានចាប់នារីម្នាក់ហើយប្រាប់ថាចង់ជញ្ជក់ឈាមអ្នកទាំងអស់គ្នាប៉ុន្តែនារីម្នាក់នេះធាត់ពេកគាត់ក៏ស្ទុះទៅចាប់នារីម្នាក់ទៀតពេលនោះវូជីក៏លេចមុខចេញមកដើម្បីជួយសង្គ្រោះនាងដូនជីមាវជាសួរថាតើអ្នកជានរណាវូជីប្រាប់ថាគាត់ឈ្មោះចាងអានីវដោយឃើញវូជីមានកម្លាំងធាតុខ្លាំងគាត់សង្ស័យថាមកពីកងមីងទីងហើយគាត់ប្រុងបើកការវាយប្រហារប៉ុន្តែពីនោះវូជីបានបញ្ចេញឥទ្ធិពលក្បាច់គុណរបស់ខ្លួនហើយក៏ចាក់ចេញទៅនៅក្នុងរទេះសេះសាវចាវកាន់តែធ្ងន់ធ្ងរវូជីក៏ប្រញាប់បរទេះសេះទៅកងមីងទីងសាស្ត្រាមីងកំពុងរៀបចំយុទ្ធសាស្ត្រការពារពីការវាយប្រហាររបស់បកទាំង6សក់សគឺជាឪពុករបស់ស៊ូស៊ូហើយត្រូវជាជីតារបស់ចាងអ៊ូជីហើយម្នាក់ទៀតគឺជាយ៉ាងចុងស៊ីដែលត្រូវជាអ្នកគ្រប់គ្រងបកនេះភ្លាមនោះស្ដេចប្រជីវក៏ហោះចូលមកហើយនិយាយថាមានបរិសម្នាក់ឈ្មោះថាចាងអ៊ូជីមានការសំខាន់ចង់រាយការណ៍ដោយគិតថានេះជាចាងអ៊ូជីខ្លាយពួកគេក៏ធ្វើការប្រយុទ្ធគ្នាភ្លាមនោះសាវចាវក៏ហៅវូជីគេចខ្លួនទៅបន្ទប់សម្ងាត់លោកយ៉ាងចុងស៊ីនិយាយថាគាត់នៅទីនេះជិត30ឆ្នាំហើយមិនដែលដឹងថានៅទីនេះមានបន្ទប់សម្ងាត់នោះទេហេតុអ្វីក៏សាវចាវដឹងតើនាងគឺជានរណាភ្លាមនោះឆាងខុនចេញមកនិយាយថាវាដល់ថ្ងៃដែលបកមីងត្រូវរលាយហើយពួកគេក៏បើកឆាកប្រយុទ្ធគ្នាព្រមពេញនោះក៏លេចមកព្រឹត្តិការណ៍សៀមមីងទាំងពីរមកវាយពួកគេឲ្យរបួសយ៉ាងធ្ងន់ធ្ងរហើយពួកគេក៏ចាកចេញទៅមកមើលវូជីឯនេះវិញគេកំពុងស្វែងរកផ្លូវចាកចេញពីបន្ទប់សម្ងាត់មិនថាគេខ្លាំងប៉ុណ្ណាក៏មិនអាចបំបែកជញ្ជាំងច្រកចេញបាននោះដែរហើយពួកគេក៏ប្រទះឃើញសាកសពរបស់លោកយូយ៉ាងដែលជាមេដឹកនាំបកមីងទី33នៅលើសិលាចារឹកបានបញ្ជាក់ថាលោកមេបកយ៉ាងមានប្រពន្ធដែលលួចមានសហាយស្មន់ជាមួយនឹងឆាងខុនពេលតាមតាន់ប្រពន្ធកំពុងមានសហាយលោកមេបកយ៉ាងសម្រាប់ប្រពន្ធនិងប្រយុទ្ធជាមួយនឹងឆាងខុនបណ្ដាលឲ្យច្រកល្អាងត្រូវបានបិទនៅលើជញ្ជាំងមានគម្ពីរក្បាច់គុណពេលនោះវូជីសម្រេចចិត្តហ្វឹកហាត់ដើម្បីវាយបំបែកទាំងថ្មរកច្រកចេញដោយសារគេមានកម្លាំងធាតុឈ្មោលទាំង9នៅក្នុងខ្លួនដូចនេះក្បាច់គុណអ្វីក៏គេហាត់ឆាប់ចេះដែរយើងឃើញថាពេលនេះបកទាំង6បានវាយចូលក្នុងបានសម្រាប់ពេលនេះមេដឹកនាំធំរបស់បកមីងត្រូវរបួស2នាក់ហើយនៅសល់តែស្ដេចឥន្ទ្រីមួយទេគាត់ក៏បើកឆាកប្រយុទ្ធយ៉ាងអង់អាចដើម្បីការពារបកវូជីឯនេះវិញក៏ហាត់ក្បាច់គុណបានសម្រេចហើយគាត់ក៏ជួយសាវចាវកម្ចាត់ជាតិពឹសទឹកកកចេញពីក្នុងខ្លួនបកមីងឯនេះវិញស្ដេចឥន្ទ្រីបានវាយឈ្នះអ្នកពិភពគុណជាច្រើនអ្នកក្រោយមកបកវូតាំងក៏ចេញមកប្រយុទ្ធជាមួយនឹងស្ដេចឥន្ទ្រីម្ដងភ្លាមវូជីក៏ផ្ទុះចេញមក
ហើយគាត់និយាយថាបាក់ទាំង6កំពុងចាញ់ឧបាយកលរបស់ឆាងខុននិងព្រះនាងចៅមានហើយវូជីបានផ្ទេរជាតិពុលពីលោកយ៉ាងនិងស្ដេចប្រជិវឲ្យទៅអាចារ្យពីរនាក់នៅទីនោះពេលនេះពួកគេទាំងពីរបានជាសះស្បើយហើយភ្លាមនោះលោកសង្ឃម្នាក់បានហោះចេញមកប្រយុទ្ធជាមួយនឹងវូជីពេលនោះវូជីបានព្យាយាមគេចដោយមិនបានតដៃអ្វីទាំងអស់ប៉ុន្តែចុងក្រោយវូជីបានប្រើក្បាច់គុណរបស់សង្ឃនោះដើម្បីវាយប្រហារទៅគាត់វិញរហូតទទួលបានជ័យជំនះហើយបន្ទាប់មកលោកសង្ឃសៅលេងទាំងអស់ក៏បានចុះចេញពីទីនោះបន្ទាប់មកដូនជីមីវជាបានចេញមុខមកប្រយុទ្ធជាមួយនឹងវូជីម្ដងធ្វើឲ្យវូជីនឹកឃើញដូនជីម្នាក់នេះដែលបានវាយសម្លាប់ឪពុករបស់គេដូនជីបានប្រើដាវរូលីនដែលជាអាវុធទេពយកមកធ្វើការប្រយុទ្ធប៉ុន្តែវូជីពុំមានអាវុធអ្វីនោះទេពេលនោះគាត់បានចាប់នារីម្នាក់យកមកធ្វើជាអាវុធរបស់គាត់បន្ទាប់ពីការប្រយុទ្ធដ៏ស្វិតស្វែងជាយូរវូជីបានវាយដូនជីឲ្យរបូតដាវហើយវូជីបានប្រកួតដាវឲ្យកូនសិស្សរបស់ដូនជីវិញហើយភ្លាមនោះដូនជីបានបញ្ជាកូនសិស្សឲ្យសម្លាប់វូជីដោយមិនអាចប្រឆាំងនឹងបញ្ជារបស់គ្រូនាងក៏ចាក់វូជីមួយដាវវូជីហាក់ស្លងអារម្មណ៍មិននឹកស្មានថានាងហ៊ានធ្វើបែបនេះចំពោះខ្លួននោះទេទឹកមុខរបស់នាងបញ្ជាក់ថានាងក៏មិនចង់ផងដែរប៉ុន្តែធ្វើម៉េចបើនេះជាបញ្ជារបស់គ្រូនាងមិនអាចប្រឆាំងបាននោះទេហើយដូនជីក៏នាំគ្នាចាកចេញទៅដោយឃើញថាវូជីរបួសរដ្ឋាភិបាលមកពីប៉ាអ៊ូតាំងម្នាក់បានយកថ្នាំឲ្យគេប៉ុន្តែត្រូវបានបដិសេធដោយស្ដេចប្រជិវពេលនោះវូជីប្រាប់ថាគ្រូពូរបស់គេមិនធ្វើបាបគេនោះទេធ្វើឲ្យព្រឹទ្ធាចារ្យនោះមានការភ្ញាក់ផ្អើលជាខ្លាំងចុងក្រោយគាត់ដឹងថាអ្នកនេះគឺជាវូជីសិស្សក្មួយរបស់គាត់ហើយគាត់ស្រែកប្រាប់សមាជិករួមបកទាំងសប្បាយចិត្តហើយគ្រូពូនិយាយថាគ្រូតាតែងតែនឹកគេគ្រប់ពេលរបួសជាសះស្បើយកុំភ្លេចទៅលេងគាត់ផងហើយវូជីក៏សន្លប់បាត់ទៅលុះស្អែកឡើងពេលវូជីដឹងខ្លួនស្ដេចឥន្ទ្រីក៏ព្រមទទួលស្គាល់វូជីជាចៅរបស់គាត់ហើយសុំទោសចំពោះកំហុសដែលភ័ន្តច្រឡំហើយពេលនោះពួកគេក៏លើកវូជីធ្វើជាមេបកចំនួនទី34ដោយមិនអាចប្រកែកបានពេលនោះវូជីក៏ព្រមទទួលយកតាមសំណើយើងឃើញថាពេលនេះវូជីបានក្លាយជាមេបកចំនួនទី34នៃបកមីសំឡេងស្រែកគាំទ្រក៏បន្លឺឡើងពេញទីនោះស្របវេលាដ៏អធិកធមនោះទាហានម្នាក់បានរត់មកប្រាប់ថាបានប្រទះឃើញសមាជិករបស់បកអ៊ូតាំងមានរបួសយ៉ាងធ្ងន់នៅជើងភ្នំកួងមីងទីងលើភ្លាមវូជីរន្ធត់ចិត្តណាស់ក៏ប្រញាប់នាំគ្នាទៅទីនោះពេលទៅដល់ទីនោះគ្រូពូរបស់វូជីបានប្រាប់ថាសិស្សច្បងនិងកូនរបស់គាត់ត្រូវបានគេចាប់ចំណែកគាត់ត្រូវបានគេវាយបំបាក់ឆ្អឹងវូជីបានដឹងយ៉ាងច្បាស់ថានេះជាស្នាដៃរបស់ក្រុមព្រះនាងចៅមានវូជីបានប្រាប់ឲ្យសាយចៅនៅមើលពូទី6ចំណែកគេនិងអ្នកក្លាហានទាំង3ប្រញាប់ទៅជួបព្រះនាងពេលទៅដល់ដំណាក់ព្រះនាងមានអ្នកបម្រើម្នាក់បានចេញមកស្វាគមន៍និងទទួលពួកគេយ៉ាងកក់ក្ដៅនាងប្រាប់ថាឲ្យពួកគេរងចាំព្រះនាងនៅទីនេះពេលនោះស្ដេចឥន្ទ្រីបានឃើញសារគម្រាមសម្រាប់បកហួសានហើយពួកគេទាំង3ក៏មកមើលជុំគ្នាស្ដេចប្រជិវបានទៅបកក្រដាស់ទាំងនោះបណ្ដាលឲ្យមានផ្សែងពុលជាច្រើនបានចេញមកក្រោយដឹងថាចាញ់ឧបាយរបស់ព្រះនាងពួកគេក៏ប្រញាប់ប្រញាល់ត្រឡប់ទៅវិញនៅទីនេះយើងបានឃើញថាយ៉ាងគូស៊ីស្ដេចប្រជិវនិងស្ដេចឥន្ទ្រីត្រូវសារធាតុពុលបំពុលយ៉ាងធ្ងន់ធ្ងរលើកលែងតែវូជីដែលពុំមានបញ្ហានោះទេពេលនាំពួកគេមកដល់កន្លែងសុវត្ថិភាពរួចរាល់វូជីក៏សម្រេចចិត្តត្រឡប់ទៅវិញដើម្បីយកថ្នាំបន្សាបពីព្រះនាងកំពុងរងចាំវូជីជាស្រេចនៅកន្លែងដដែលពេលនោះវូជីក៏បង្ខំទារថ្នាំបន្សាបប៉ុន្តែព្រះនាងបានប្រើអបាយកលធ្វើឲ្យវូជីធ្លាក់ចូលក្នុងអន្ទាក់វូជីក៏ស្រវាចាប់ដៃព្រះនាងបានហើយពួកគេទាំងពីរនាក់ក៏ធ្លាក់ទៅក្រោមពេលនោះព្រះនាងនិយាយថាខ្ញុំកំពុងរងទុក្ខនៅទីនេះជាមួយអ្នកចំណែកសាយចៅស្រីស្អាតរបស់អ្នកកំពុងរងទុក្ខនៅខាងក្រៅព្រោះព្រះនាងបានឲ្យនរណាម្នាក់បញ្ឆោតដូនជីមីវជាទៅទីនោះ
Wuchi có con chọ dấu năm bần sạp. Mực mơ sao chào ở nẻ vĩnh. Bên ní đôn chi miêu chi bàn nòm bạ bụ mọc đỏ tin ní hơi. Stan phiệp cửu thna sao chào bàn chanh mô ca bì nẹ klan đằng bật. Đal cầm pông xâm rạ chầm rán cầm làng thiện. Bên nốt sao chào ní dây thả. Nhưng bên trong bật dụt chùi mùi nẹ nụ tê. Pro sân ba nẹ vài khuyên bày đáy hai khuyên mình miền bánh há. Nốt nẹ trời đó lên bụ kỳ. Dương mơ tới sao chào bất chi kla hàn nè. Đôn chỉ cầu viết bà hà đói đáy tim người. យើងមើលទៅកម្លាំងធាតុរបស់ដូនជីពិតជាខ្លាំងក្លាណាស់ធ្វើឲ្យសាយឆាវប៉ាងដូចជាសម្លេងដោយនឹកស្មានថានាងបាត់បង់ជីវិតតែការពិតគឺនាងមិនអីនោះទេដៃទី1ត្រូវបានបញ្ចប់ឃើញថាសាយឆាវអាចតស៊ូបានឯវូជីឯនេះវិញនៅតែមិនទាន់អាចចេញពីបន្ទប់សម្ងាត់បាននោះឡើយគាត់ក៏សម្រេចចិត្តធ្វើទិរណកម្មទៅលើព្រះនាងដើម្បីបង្ខំនាងបើកច្រកសម្ងាត់ព្រះនាងត្រូវហោះដូចជាសម្លេងក្រឡាប់ជាច្រើនជុំទិរណកម្មមួយនេះពិតជាសាហាវខ្លាំងណាស់ ដោយទ្រាំពុំបានព្រះនាងក៏ដាក់ខសន្យា3ប្រសិនបើវូជីយល់ព្រមគាត់នឹងដោះលែងភ្លាមរីឯសាវចៅឯនេះវិញដៃទី1នាងបានឆ្លងផុតពេលនេះចូលដល់ដៃទី2ឃើញថានាងនៅតែអាចទប់ទល់បានទោះមានរបួសធ្ងន់ធ្ងរយ៉ាងណាដូនជីពិតជាខឹងណាស់ក៏ហោះសម្ដៅវាយសម្លាប់សាវចៅនៅដៃទី3វាពិតជាសំណាងរបស់សាវចៅដែលវូជីមកជួយសង្គ្រោះទាន់ បើមិនដូច្នោះទេនាងគឺមិនអាចទប់ទល់នឹងដៃទី3នេះបាននោះទេពេលនោះនាងបានសន្លប់បាត់បង់ស្មារតីតែម្ដងវូជីក៏បានផ្ដល់ថ្នាំបន្សាបដល់អ្នកក្លាហានទាំង3របស់យើងចំណែកដូនជីមាវជាក៏បានចាកចេញដោយការឈឺចាប់ហើយវូជីក៏សម្រេចទៅជួយសង្គ្រោះបាក់សាលិញមុនគេរីឯក្រុមដូនជីបានចាកចេញពីចាងវូជីមិនបានប៉ុន្មានផងក្រុមព្រះនាងក៏បានចាប់ខ្លួនពួកគេ វូជីបានមកដល់ប៉ាសាលិញឃើញថានៅទីនេះមានសភាពស្ងាត់ជ្រងំបន្ទាប់ពីគាត់បើកទ្វារឃើញថាមនុស្សនៅទីនេះបានស្លាប់បាត់បង់ជីវិតអស់ទៅហើយដោយក្រុមឃាតករបានសល់ទុកសំណេរថាយើងមកពីប៉ាមិញសម្រាប់សាលិញមុនសំលេះអូតាំងជាក្រោយនេះមានន័យថាមាននរណាម្នាក់កំពុងសាងរឿងអាស្រូវដាក់ប៉ាមិញទាំងដែលប៉ាមិញមិនដឹងអ្វីនោះទេហើយពួកគេក៏ប្រញាប់ទៅវូតាំងនៅវូតាំង លោកគ្រូចាងសានហ្វុងកំពុងសំណេរសំណាលជាមួយសង្ឃខ្លែងខ្លាយម្នាក់សង្ឃនោះនិយាយអង្វរលោកគ្រូចាងឲ្យជួយសើលេងផងឆ្លៀតពេលលោកគ្រូចាងមិនប្រយ័ត្នខ្លួនសង្ឃនោះក៏លួចធ្វើធៀបគាត់ប៉ុន្តែមិនអាចធ្វើអ្វីលោកគ្រូចាងបាននោះទេភ្លាមនោះសិស្សវូតាំងម្នាក់បានស្ទុះមើលសម្រាប់សង្ឃខ្លែងខ្លាយនោះបាត់ទៅប៉ុន្តែគេម្នាក់នេះគឺជាសិស្សក្បត់ក៏បានវាយប្រហារលោកគ្រូចាងបានសម្រេច ទីបំផុតលោកគ្រូចាងបានត្រូវអាវុធសម្ងាត់របស់រកពេលគ្នានេះដែរព្រះនាងនិងបពុជាច្រើនបានមកជួបលោកគ្រូចាងហើយនាងនិយាយថាខ្លួនគឺជាចាងវូជីដោយបន្លំជាវូជីចៅរបស់លោកគ្រូចាងហើយនិយាយបញ្ចុះបញ្ចោគាត់ឲ្យចុះចូលជាមួយនឹងរាជការប្រសិនបើគាត់មិនយល់ព្រមទេនឹងមានបញ្ហាធំនៅទីនេះស្របពេលនោះវូជីក៏បានមកដល់លោកគ្រូចាងពិតជាមានការសប្បាយចិត្តណាស់ពេលដែលដឹងថាវូជីនៅរស់ពេលនោះព្រះនាងបានឲ្យអ្នកក្រោមអាវ៉ាត ទៅប្រយុទ្ធជាមួយនឹងវូជីហើយហាមវូជីមិនឲ្យប្រើក្បាច់គុណដែលខ្លួនចេះទាំងអស់ដោយវូជីធ្លាប់ជំពាក់ខសន្យាជាមួយនឹងព្រះនាងគាត់ក៏យល់ព្រមហើយបង្ខំឲ្យលោកគ្រូចាងបង្ហាត់ក្បាច់គុណភ្លាមតែម្ដងដើម្បីប្រយុទ្ធជាមួយនឹងអ្នកក្រោមអាវ៉ាតរបស់ព្រះនាងដំបូងវូជីហាក់ចាញ់ព្រៀបគេ ព្រោះគាត់មិនទាន់បានមើលយល់នៅក្បាច់គុណដែលលោកគ្រូចាងបានបង្ហាត់តែចុងក្រោយវូជីបានយកឈ្នះបរិសម្នាក់នោះហើយវាយបំបាក់ឆ្អឹងរបស់គាត់ដើម្បីសងសឹកឲ្យលោកពូទី6របស់វូជីព្រោះបរិសម្នាក់នេះហើយដែលបានវាយលោកពូទី6ឲ្យបាក់ឆ្អឹងវាយដៃវូជីបានយកឈ្នះជាស្ថាពរពេលនេះដល់ពេលប្រើកំបិតម្ដងវូជីក៏បង្ខំឲ្យលោកគ្រូចាងបង្ហាត់ក្បាច់គុណម្ដងទៀតវូជីបានចងចាំក្បាច់ទាំងអស់ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ បន្ទាប់មកសាវចៅបានយកអាវុធមកឲ្យវូជីហើយនោះគឺជាកំបិតសម្លាប់នេះដែលជាអាវុធដ៏មហោស្ចារ្យនៅក្នុងពិភពគុណហើយពួកគេក៏បើកឆាកប្រយុទ្ធតែម្ដងចំណែកឯបរិសម្នាក់នោះបានប្រើដាវទើបប្រូលីនឃើញថាអានុភាពនៃដាវទើបនេះពិតជាអស្ចារ្យណាស់ ទីបំផុតវូជីបានទទួលជ័យជំនះ
ហើយភ្លាមនោះមានអ្នកក្លាហានរបាំងមកម្នាក់បានចេញមកដើម្បីយកព្រះនាងចាកចេញទៅដោយសុវត្ថិភាពហើយព្រះនាងស្រែកប្រាប់ហ្វូជីថាប្រសិនបើចង់ជួយបាក់ទាំង6ប្រញាប់ទៅរកនាងហើយសាច់រឿងនៃភាគទី1ក៏ត្រូវបានបញ្ចប់តែត្រឹមនេះសូមអរគុណសម្រាប់បងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃទស្សនាវីដេអូនេះសូមជូនពរសំណាងល្អសុខភាពល្អនិងសុខសុវត្ថិភាពគ្រប់ពេលធ្វើដំណើរសូមអរគុណ